កាលពីព្រេងនាយមានម៉ែក្អែកមួយកបាលបានចិញ្ចឹមកូនយ៉ាងថ្នាក់ថ្នមរហូតកូនធំដឹងក្តីលុះពេលម៉ែក្អែកមានវ័យចាស់ជរាកម្លាំងក៏ចុះខ្សោយមិនអាចហើរទៅរកចំណីបានឡើយជាការតបស្នងសងគុណកូនក្អែកមិនដែលហើរទៅលេងសប្បាយដូចបក្សីដទៃឡើយរាល់ថ្ងៃវាខំប្រឹងហើរយ៉ាងឆ្ងាយដើម្បីស្វែងរកផ្លែឈើនិងចំណីដ៏ឆ្ងាញ់បំផុតយកមកឲ្យម៉ែរបស់វាសត្វចាបដែលនៅក្បែរនោះបានសើចចំអកថាឯងល្ងងណាស់ម្ដេចក៏មិនហើរទៅលេងឲ្យសប្បាយចាំបាច់នៅបម្រើក្អែកចាស់ដែលជិតស្លាប់នោះធ្វើអ្វីក្អែកឆ្លើយទាំងញញឹមថាមែនហើយខ្ញុំហត់តែខ្ញុំសប្បាយចិត្តកាលខ្ញុំនៅទូចម៉ែខ្ញុំហត់ជាងនេះរាប់រយដងដើម្បីចិញ្ចឹមខ្ញុំឥឡូវដល់ពេលដែលខ្ញុំត្រូវមើលថែគាត់វិញហើយកូនក្អែកបានត្រឡប់មកសម្បុកវិញហើយបញ្ចុកចំណីម៉ៅរបស់វាដោយក្តីស្រឡាញ់បំផុតវាប្រើស្លាបដកកក់ក្ដៅរបស់វាដើម្បីផ្ដល់ភាពកក់ក្ដៅដល់ម៉ែដែលកំពុងញ័រញាក់អំពើកតញ្ញូរបស់កូនក្អែកបានធ្វើឲ្យម៉ែរបស់វាមានកម្លាំងចិត្តនិងរស់នៅបានយូរអង្វែងទេវតាក៏បានប្រសិទ្ធពរជ័យឲ្យកូនក្អែកនោះមានសេចក្តីសុខជារៀងរហូតរឿងនេះចង់អប់រំយើងថាកតញ្ញូតាធម៌គឺជាគ្រឿងលម្អរបស់មនុស្សល្អអ្នកដែលចេះមើលថែដឹងគុណឪពុកម្ដាយនឹងទទួលបាននូវសេចក្តីសុខសេចក្តីចម្រើននិងការគោរពស្រឡាញ់ពីមនុស្សជុំវិញខ្លួនជានិច្ច